នឹងឲ្យតគ្នាជាចដាយន្តរាល់ថ្ងៃមានដឹងអត់ថាចដាយន្តនឹងគឺគេបង្កើតឡើងតាំងពីឆ្នាំណាមកថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងគ្នាមកដឹងអំពីប្រវត្តិនៃការបង្កើតចដាយន្តដែលធ្វើឲ្យយើងបានជិះដល់រាល់ថ្ងៃនេះពិតណាស់ប្រសិនបើមិនមានចដាយន្តទេការឡើងទៅលើអគារគូៗគឺវាមិនងាយស្រួលទេជាពិសេសពេលដែលយើងឡើងទៅដោយមានអីវ៉ាន់ទៅជាមួយផងនោះគឺវាពិតជាវេទនាខ្លាំងមែនទែនសាកស្រមៃមួយចុះប្រសិនបើយើងឡើងទៅលើអគារ10ឬក៏20ជាន់ដោយថ្មើរជើងដោយចណ្ដៅជើងរបស់យើងហើយមានអីវ៉ាន់យួរទៅជាមួយតើអ្នកទាំងគ្នានឹងវេទនាដល់វាម៉េចឬក៏ហត់ដល់វាម៉េចសាកស្រមៃខ្លួនឯងទៅដឹងហើយមុននឹងមានចរាយន្តនៅពេលបច្ចុប្បន្ននេះគឺគេចាប់ផ្ដើមដំបូងនៅទីក្រុងញូវយ៉កឆ្នាំ1854ហើយចរាយន្តកាលពីជំនាន់នោះគឺមិនមែនដើរដោយកម្លាំងម៉ាស៊ីនឬក៏អគ្គិសនីដូចពេលបច្ចុប្បន្នទេម៉ាស៊ីនដែលគេដំណើរជាមួយនឹងចរាយន្តនោះគឺប្រើដោយកម្លាំងចំហាយទឹកហើយក៏មិនបានឡើងលឿនដូចពេលបច្ចុប្បន្ននេះដែរ1នាទីឬក៏2នាទីអីអាចឡើងបានត្រឹមតែ1ជាន់នោះឯងហើយសម្រាប់មនុស្សឬក៏អីវ៉ាន់គឺគេអាចដឹកបានត្រឹមតែ4ទៅ500គីឡូតែប៉ុណ្ណោះក្នុងមួយជើងរហូតមកដល់ឆ្នាំ1880ការអភិវឌ្ឍចណ្ដាយន្តពីដើរដោយចំហាយទឹកទៅចដើរដោយចរន្តអគ្គិសនីក៏ចាប់ផ្ដើមកើតមានឡើងហើយការផ្ទុកគីឡូពី4ទៅ500គីឡូក៏កើនរហូតដល់7ទៅ800គីឡូក្នុងមួយជើងសម្រាប់ខ្សែកាបក៏អភិវឌ្ឍឲ្យកាន់តែធំនិងរឹងមាំជាងមុនហើយការអភិវឌ្ឍនេះគឺមិនបានបញ្ចប់ត្រឹមប៉ុណ្្នឹងទេគឺអភិវឌ្ឍរហូតដល់ឆ្នាំ1900ជាងហើយមកដល់ពេលបច្ចុប្បន្ននេះដែលចណ្ដាយន្តខ្លះក៏អាចផ្ទុកគីឡូរហូតដល់ជាង1000ទៅ1200គីឡូក្នុងមួយជើងដែលមានសុវត្ថិភាពដល់ពេលបច្ចុប្បន្ននេះហើយល្បឿននៃការរត់របស់វាអាច10ទៅ20ជាន់ត្រឹមតែប្រហែលវិនាទីតែប៉ុណ្្នឹងឯងចុះអ្នកទាំងអស់គ្នាមិនដែរចូលចិត្តជិះចដាយន្តអត់ខ្ជិលដើរចដាជើងអត់ខមមិននឹងក្រោមអ្នកមួយមកហើយកុំភ្លេច follow អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នាវីដេអូក្រោយ